មេដឹកនាំអាមេរិកនិងរុស្ស៊ីពិភាក្សាគ្នាតាមទូរស័ព្ទអំពីសង្គ្រាមនៅអ៊ុយក្រែននិងអ៊ីរ៉ង់ប្រធានាធិបតីអាមេរិកនិងរុស្ស៊ីបានពិភាក្សាគ្នាតាមទូរស័ព្ទរយៈពេល1ម៉ោងជុំវិញសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែននិងនៅអ៊ីរ៉ង់មេដឹកនាំរុស្ស៊ីបានបញ្ជាក់ពីភាពចាំបាច់នៃការស្វែងរកដំណោះស្រាយតាមរយៈការទូតក្រៅពីបញ្ហាសង្គ្រាមលោក Vladimir Putin ក៏បានប្រាប់សមាភាគីអាមេរិកថារុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងនិងឧស្ម័នឡើងវិញទុយឲ្យសហភាពអឺរ៉ុបដរាបណាប្រទេសអឺរ៉ុបបង្ហាញឲ្យឃើញអំពីកិច្ចសហប្រតិបត្តិការប្រកបដោយស្ថិរភាពនិងនិរន្តរភាពថ្ងៃច័ន្ទទី9ខែមីនាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមាភាគីអាមេរិកលោក Donald Trump បានសន្ទនាគ្នាដោយត្រង់ៗនិងក្នុងខ្លឹមសារស្ថាបនាពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់និងនៅអ៊ុយក្រែនរដ្ឋបូរ៉ាសទាំងពីរបានលើកឡើងអំពីកិច្ចចរចារកដំណោះស្រាយរវាងរុស្ស៊ីនិងអ៊ុយក្រែនដោយផ្ដោតលើតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការសំណុំរឿងនេះបើផ្អែកលើសេចក្តីប្រកាសដោយលោក Ushakov ទីប្រឹក្សាវិមានក្រេមឡាំងប្រពន្ធដដែលបន្តថាមេដឹកនាំរុស្ស៊ីបានជំរុញឲ្យរកដំណោះស្រាយលឿនរហ័សដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ដោយផ្ដល់អាទិភាពចំពោះការចរចាតាមផ្លូវនយោបាយនិងការទូតគួររំលឹកថាអ៊ីរ៉ង់គឺសម្ព័ន្ធមិត្តដ៏ជំនិតរបស់រុស្ស៊ីចំពោះសំណុំរឿងអ៊ុយក្រែនវិញលោកពូទីនបានរៀបរាប់ប្រាប់លោកត្រាំអំពីស្ថានភាពបច្ចុប្បន្ននៅតាមខ្សែបន្ទាត់សមរភូមិជួរមុខដែលកងទ័ពរុស្ស៊ីកាន់តែរុលទៅមុខយ៉ាងជោគជ័យប្រធានាធិបតីរុស្ស៊ីក៏មិនភ្លេចលើកឡើងអំពីគុណប្រយោជន៍នៃការខំប្រឹងប្រែងធ្វើជាអន្តរការីពីសំណាក់លោក Donald Trump ដើម្បីស្វែងរកច្រកចេញពីសង្គ្រាមរ៉ាំរ៉ៃនៅអ៊ុយក្រែននិងបិទបញ្ចប់ភាពជាសត្រូវនឹងគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែនប្រធានាធិបតីអាមេរិកពីចំណៃខ្លួនបានចាត់ទុកកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃច័ន្ទនេះថាទង្វើវិជ្ជមានមួយក្រៅពីនេះលោកប្រមុខរដ្ឋរុស្ស៊ី Vladimir Putin បានអះអាងថារុស្ស៊ីត្រៀមផ្គត់ផ្គង់ប្រេងនិងឧស្ម័នហ្គាសដល់បណ្ដាប្រទេសអឺរ៉ុបប្រសិនបើប្រទេសទាំងនោះប្រកាន់យកគោលការណ៍សហការគ្នាប្រកបដោយស្ថិរភាពនិងនិរន្តរភាពគួរកត់សម្គាល់ថាចាប់ពីឆ្នាំ2022មករុស្ស៊ីបានផ្លាស់ប្ដូរទិសដៅនាំចេញផលិតផលថាមពលរបស់ខ្លួនដោយងាកចេញពីទីផ្សារអឺរ៉ុបហើយបែរទៅរកឥណ្ឌាទូគីនិងមហាយៈចិនវិញលើកយកមកនិយាយដោយអ្នកនាំពាក្យតាមเพจព្រឹត្តិការណ៍សង្គម Social Events